10ចំណុចនៃការរស់នៅបែបជាមខ្មៅក្នុងពិភពលោកដែលមនុស្សភាគច្រើនដើរតាមគ្នាការជាជាមខ្មៅមិនមែនជារឿងខុសទេវាគ្រាន់តែជាការជ្រើសរើសរស់នៅតាមរបៀបដែលខ្លួនឯងជឿនិងយល់ថាត្រឹមត្រូវទី1គិតដោយខ្លួនឯងជាមខ្មៅមិនជឿអ្វីៗដែលសារតែអ្នកដទៃជឿទេវាគិតពិចារណានិងសម្រេចចិត្តដោយផ្អែកលើហេតុផលនិងបទពិសោធន៍របស់ខ្លួនទី2ក្លាហានធ្វើខុសពីគេទោះបីត្រូវឈរម្នាក់ឯងការមិនដូចអ្នកដទៃអាចធ្វើឲ្យមានអារម្មណ៍ឯកោប៉ុន្តែវាល្អជាងដើរតាមផ្លូវដែលខ្លួនឯងដឹងថាមិនសមនឹងបេះដូងទី3មិនចាំបាច់ពន្យល់ខ្លួនឯងគ្រប់ពេលជាមខ្មៅដឹងថាអ្នកដែលយល់នឹងយល់ដោយខ្លួនឯងអ្នកដែលមិនយល់ពន្យល់ក៏មិនអាចបដូរគំនិតគេបានទី4ឲ្យតម្លៃជីវិតជាងពាក្យសរសើរពាក្យសរសើរអាចធ្វើឲ្យសប្បាយចិត្តមួយភ្លែតប៉ុន្តែការរស់នៅតាមតម្លៃរបស់ខ្លួនធ្វើឲ្យជីវិតមានស្ថិរភាពយូរអង្វែងទី5ប្រកួតតែជាមួយខ្លួនឯងជាមខ្មៅមិនរត់ប្រណាំងជាមួយអ្នកដទៃវាគ្រាន់តែព្យាយាមធ្វើឲ្យខ្លួនឯងប្រសើរជាងម្សិលមិញទី6ក្លាហាននិយាយថាទេបើអ្វីមួយមិនត្រឹមត្រូវឬផ្ទុយនឹងអ្វីដែលខ្លួនជឿជាមខ្មៅនឹងបដិសេធបើទោះជាមនុស្សភាគច្រើនយល់ថាគួរធ្វើក៏ដោយទី7ទទួលយកការត្រូវគេមើលថាចម្លែកការខុសពីអ្នកដទៃធ្វើឲ្យគេមើលទៅថាប្លែកចម្លែកប៉ុន្តែមនុស្សជាច្រើនដែលធ្លាប់បដូរពិភពលោកក៏ធ្លាប់ត្រូវបានគេមើលឃើញបែបនេះដែរទី8ស្ងៀមស្ងាត់ប៉ុន្តែមានគោលបំណងជាមខ្មៅមិនចាំបាច់បង្ហាញខ្លួនថាខ្លាំងប៉ុន្តែរាល់ជំហានដែលវាដើរសុទ្ធតែមានគោលបំណងច្បាស់លាស់ទី9រក្សាភាពជាខ្លួនឯងទោះមានសម្ពាធបើទោះជាពិភពលោកព្យាយាមផ្លាស់ប្ដូរអ្នកជាមខ្មៅនៅតែជ្រើសរើសរស់នៅដោយស្មោះត្រង់ចំពោះខ្លួនឯងនិងចុងក្រោយជឿថាភាពខុសប្លែកមិនមែនជាកំហុសភាពខុសប្លែកគឺជាអ្វីដែលមនុស្សម្នាក់ពិសេសជាមខ្មៅមិនមែនជាបញ្ហារបស់ហ្វូងទេប៉ុន្តែអាចជាចំណុចចាប់ផ្ដើមនៃអ្វីដែលថ្មីការរស់នៅបែបជាមខ្មៅប្រហែលមិនត្រូវបានគេមើលឃើញប៉ុន្តែវាជាជីវិតដែលមិនបោះបង់ខ្លួនឯងនៅក្នុងពិភពលោកដែលមនុស្សភាគច្រើនព្យាយាមដូចគ្នាការក្លាហានក្នុងភាពខុសប្លែកពីគេគឺជាសេរីភាពមួយប្រភេទ